នៅពេលយើងនិយាយអំពីប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងបំផុតនៅអាស៊ីមនុស្សភាគច្រើនតែងតែសម្លឹងទៅមើលប្រទេសចិនឬឥណ្ឌាប៉ុន្តែបើក្រឡេកមកមើលក្នុងតំបន់អាស៊ានរបស់យើងវិញមានជាតិសាសន៍មួយដែលកំពុងធ្វើឲ្យមហាអំណាចពិភពលោកទាំងខាងលិចនិងខាងកើតបែរមកសម្លឹងមើលដោយការកោតសរសើរនិងខ្លាចរឯងនោះគឺប្រទេសវៀតណាមដើម្បីឲ្យឃើញរូបភាពច្បាស់យើងត្រូវថយក្រោយទៅមើលអតីតកាលបន្តិចកាលពីជាង30ឆ្នាំមុនវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលក្រីក្រនិងកំសត់បំផុតនៅលើពិភពលោកប្រទេសទាំងមូលរងការខ្ទេចខ្ទីស្ទើរគ្មានសល់ដោយសារសង្គ្រាមស៊ីវិលនិងសង្គ្រាមតាមព្រំដែនថែមទាំងរងការហុំព័ទ្ធសេដ្ឋកិច្ចនិងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសហរដ្ឋអាមេរិកនិងលោកខាងលិចប្រជាជនវៀតណាមភាគច្រើនខ្វះខាតម្ហូបអាហារគ្មានអគ្គិសនីប្រើប្រាស់ត្រឹមត្រូវនិងរស់នៅក្រោមបន្ទាត់ក្រីក្រប៉ុន្តែកាត់មកមើលក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះវិញអ្វីៗត្រូវបានផ្លាស់ប្ដូរទាំងស្រុងពីប្រទេសដែលធ្លាប់តែពឹងផ្អែកលើការធ្វើកសិកម្មដាំស្រូវនិងការដោះដូរទំនិញកម្រិតទាបវៀតណាមបានលេចមុខឡើងជារោងចក្រនៃពិភពលោក The New World Factory ចំនួនក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់សកលដូចជា Samsung, Apple, Foxconn, LG, Intel និងរោងចក្រគ្រឿងអេឡិចត្រូនិកធំៗជាច្រើនទៀតបានសម្រេចចិត្តបង្វែរទិសដៅដកលុយរាប់ពាន់លានដុល្លារចេញពីបណ្ដាប្រទេសផ្សេងៗហើយរត់មកបោះទុនវិទ្យាសាស្ត្រនិងសាងសង់មហាកំពែងរោងចក្រនៅទីនេះមិនត្រឹមតែប៉ុណ្ណោះវៀតណាមមិនមែនគ្រាន់តែស៊ីឈ្នួលកាត់ដេរឬបង្គុំទំនិញឲ្យគេនោះទេសប្តាហ៍ថ្ងៃពួកគេអាចបង្កើតប្រេនឡានផ្ទាល់ខ្លួនគឺ VinFast ដែលមានទុនរាប់ពាន់លានដុល្លារសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកហើយយកទៅលក់និងវាយលុកទីផ្សារសហរដ្ឋអាមេរិកនិងអឺរ៉ុបបានថែមទៀតផងតើមានអាចកំបាំងឬយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយអ្វីនៅពីក្រោយការហក់លោតដ៏អស្ចារ្យនេះតើវៀតណាមប្រើមន្តអាគមអ្វីទើបអាចប្រែក្លាយខ្លួនពីវាលផេះផង់នៃគ្រាប់បែកមកជាមហាអំណាចផលិតកម្មដ៏មានឥទ្ធិពលក្នុងពេលដ៏ខ្លីបែបនេះថ្ងៃនេះ B Studio នឹងនាំអ្នកទាំងអស់គ្នាទៅវះកាត់និងស្វែងយល់ឲ្យស៊ីជម្រៅដល់ឫសគល់នៃមូលហេតុពិតប្រាកដទាំង5ចំណុចដែលធ្វើឲ្យវៀតណាមក្លាយជាខ្លះសេដ្ឋកិច្ចរហ័សបំផុតក្នុងទសវត្សរ៍នេះ 1. របបនយោបាយ Dui Moi 1986 និងយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច FTA ចំណុចចាប់ផ្ដើមនៃអភូតហេតុសេដ្ឋកិច្ចរបស់វៀតណាមមិនមែនទើបតែកើតឡើងកាលពី5ឬ10ឆ្នាំមុននោះទេប៉ុន្តែវាគឺជាគ្រាប់ពូជដែលត្រូវបានដាំតាំងពីឆ្នាំ1986មកម្លេះនៅឆ្នាំនោះបកកុម្មុយនីសវៀតណាមបានដឹងខ្លួនថាប្រព័ន្ធសេដ្ឋកិច្ចផែនការ Plan Economy បែបសូវៀតដែលរដ្ឋគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងគឺបានដើរដល់ផ្លូវទាល់ច្រកនិងធ្វើឲ្យប្រជាជនអត់ឃ្លានពួកគេក៏បានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រកែតម្រង់ដ៏ធំមួយឈ្មោះថា Doi Moi ដែលប្រែថាការផ្លាស់ប្ដូរថ្មីក្រោមនយោបាយ Doi Moi វៀតណាមបានអនុវត្តរូបមន្តសេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយមមានន័យថាខាងនយោបាយគឺរក្សារបបកុម្មុយនីសបកតែមួយដដែលដើម្បីរក្សាស្ថិរភាពប៉ុន្តែខាងផ្នែកសេដ្ឋកិច្ចគឺបើកចំហទូលាយស្វាគមន៍ការរកស៊ីបែបមូលធននិយម Capitalism អនុញ្ញាតឲ្យមានក្រុមហ៊ុនឯកជននិងបើកទ្វារចំហទទួលលុយវិនិយោគពីបរទេស FDI ហើយអ្វីដែលវៀតណាមធ្វើបានយ៉ាងល្អឥតខ្ចោះក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះគឺការដើរចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឬហៅកាត់ថា FTA Free Trade Agreements វៀតណាមបានក្លាយជាប្រទេសដាច់គេមួយក្នុងលោកដែលមានមហិច្ឆតាខ្ពស់ក្នុងការចុះហត្ថលេខាពាណិជ្ជកម្មសេរី EVFTA កិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបធ្វើឲ្យទំនិញវៀតណាមស្ទើរតែទាំងអស់អាចនាំចូលទៅទីផ្សារអឺរ៉ុបមិនបាច់បង់ពន្ធ CPTPP កិច្ចព្រមព្រៀងភាពជាដៃគូទ្រង់ទ្រាយធំនិងវឌ្ឍនភាពឆ្លងប៉ាស៊ីហ្វិកនិង RCEP ការធ្វើបែបនេះធ្វើឲ្យវៀតណាមមានឋានៈជាកូនសំណប់នៃប្រព័ន្ធពាណិជ្ជកម្មសកលក្រុមហ៊ុនបរទេសដែលមកបង្កើតរោងចក្រនៅវៀតណាមអាចផលិតទំនិញហើយដឹកចេញទៅលក់នៅអាមេរិកអឺរ៉ុបជប៉ុននិងកូរ៉េខាងត្បូងដោយចំណេញថ្លៃពន្ធរាប់រយលានដុល្លារបើប្រៀបធៀបនឹងការផលិតនៅប្រទេសដទៃ 2. យុទ្ធសាស្ត្រ China Plus One និងការក្រសោបផលចំណេញពីសង្គ្រាមពាណិជ្ជកម្មប្រសិនបើនយោបាយដោយមួយគឺជាការរៀបចំគ្រឹះនោះចំនួនភូមិសាស្ត្រនយោបាយ Geopolitics រវាងសហរដ្ឋអាមេរិកនិងចិនគឺជាខ្យល់ព្យុះដែលរុញទូកសេដ្ឋកិច្ចវៀតណាមឲ្យហោះទៅមុខលឿនស្លេវចាប់តាំងពីឆ្នាំ2018មកនៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្ដើមបង្កើតសង្គ្រាមពាណិជ្ជកម្ម Trade War ជាមួយប្រទេសចិនដោយការដំឡើងពន្ធលើទំនិញដែលផលិតនៅចិនយ៉ាងចាស់ដៃក្រុមហ៊ុនបច្ចេកវិទ្យាជុំវិញពិភពលោកចាប់ផ្ដើមភ័យស្លន់ស្លោពួកគេមិនអាចដាក់ពងមាន់ទាំងអស់នៅក្នុងកន្ត្រកតែមួយដែលជាប្រទេសចិនបានទៀតទេពិភពលោកក៏បានបង្កើតយុទ្ធសាស្ត្រចង្វាក់ផ្គត់ផ្គង់ថ្មីមួយឈ្មោះថា China Plus One ចិនបូក1មានន័យថាក្រុមហ៊ុនទាំងនោះនៅតែរក្សារោងចក្រនៅក្នុងប្រទេសចិនសម្រាប់លក់ឲ្យទីផ្សារចិនប៉ុន្តែពួកគេត្រូវស្វែងរកប្រទេសជិតខាងម្នាក់ទៀតដើម្បីសាងសង់រោងចក្រធំទី2សម្រាប់នាំចេញទៅអាមេរិកនិងលោកខាងលិចដើម្បីគេចពីពន្ធសង្គ្រាមពាណិជ្ជកម្មហើយវៀតណាមគឺជាអ្នកដែលឈ្នះដាច់គេក្នុងការដណ្ដើមយកចំណែកនេះមួយភូមិសាស្ត្រជាប់ចិនចំចន់តំបន់ឧស្សាហកម្មភាគខាងជើងរបស់វៀតណាមដូចជា Bac Ninh និង Hai Phong ស្ថិតនៅចម្ងាយត្រឹមតែការបើកឡាន 2-3 ម៉ោងប៉ុណ្ណោះពីព្រំដែនចិននេះធ្វើឲ្យក្រុមហ៊ុនងាយស្រួលបំផុតក្នុងការដឹកជញ្ជូនគ្រឿងបន្លាស់វត្ថុធាតុដើមពីចិនមកបង្គុំនៅវៀតណាម 2.
ស្ថិរភាពនយោបាយខ្ពស់បំផុតសម្រាប់អ្នករកស៊ីលុយពាន់លានដុល្លារអ្វីដែលគេខ្លាចបំផុតគឺបាតុកម្មអនុភាពនយោបាយឬការបដូររដ្ឋាភិបាលនិងច្បាប់ញឹកញាប់វៀតណាមដឹកនាំដោយបកតែមួយគ្មានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីតាមរយៈការធ្វើបាតកម្មបេះបោរឡើយដែលនេះជាជំរកដ៏មានសុវត្ថិភាពសម្រាប់វិនិយោគទុនបរទេសជាលទ្ធផលក្រុមហ៊ុនដូចជា Foxconn ដែលជាអ្នកបង្គុំ iPhone ឲ្យ Apple និង Samsung បានផ្លាស់ប្ដូរខ្សែសង្វាក់ផលិតកម្មធំៗមកវៀតណាមសប្តាហ៍ថ្ងៃនេះជិត 50% នៃទូរស័ព្ទ Samsung ដែលមនុស្សប្រើប្រាស់ទូទាំងសកលលោកគឺត្រូវបានផលិតចេញពីទឹកដីវៀតណាម3រចនាសម្ព័ន្ធប្រជាជនមាសនិងផ្នត់គំនិតប្រកួតប្រជែងខាងការអប់រំកត្តាដ៏មានឥទ្ធិពលបំផុតមួយទៀតនៅពីក្រោយការលូតលាស់នេះគឺធនធានមនុស្សប្រទេសវៀតណាមបច្ចុប្បន្នមានប្រជាជនសរុបជិត100លាននាក់ហើយរចនាសម្ព័ន្ធប្រជាសាស្ត្ររបស់ពួកគេស្ថិតក្នុងដំណាក់កាល demographic dividend ឬហៅថាយុគសម័យប្រជាជនមាសនោះគឺជាង 60% នៃប្រជាជនសរុបស្ថិតក្នុងវ័យពេញកម្លាំងពលកម្មអាយុក្រោម35ឆ្នាំដែលជាកម្លាំងរស់រវើកមិនទាន់ចាស់ជរានិងមានថាមពលផលិតភាពខ្ពស់ប៉ុន្តែអ្វីដែលគួរឲ្យកោតសរសើរជាងចំនួនមនុស្សគឺគុណភាពនៃការអប់រំនិងផ្នត់គំនិតរបស់ប្រជាជនវៀតណាមយោងតាមការវិតម្លៃកម្រិតអន្តរជាតិ PESA របស់អង្គការ OECD ទៅលើសិស្សសាលាជុំវិញពិភពលោកលទ្ធផលផ្នែកគណិតវិទ្យានិងវិទ្យាសាស្ត្ររបស់សិស្សវៀតណាមតែងតែជាប់ចំណាត់ថ្នាក់ខ្ពស់ដាច់គេដែលស្មើឬលើប្រទេសអ្នកមាននៅអឺរ៉ុបនិងអាមេរិកទៅទៀតទោះបីជាវៀតណាមជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក៏ដោយហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺរដ្ឋាភិបាលវៀតណាមបានចំណាយលុយរហូតដល់ទៅជិត 20% នៃកញ្ចប់ថវិកាជាតិទៅលើវិស័យអប់រំផ្នត់គំនិតរបស់ប្រជាជនវៀតណាមគឺមានលក្ខណៈការប្រកួតប្រជែងខ្ពស់ខ្លាំងនិងអំណត់ដោយសារឆ្លងកាត់ប្រវត្តិសាស្ត្រសង្គ្រាមដ៏លំបាកវេទនាឪពុកម្ដាយវៀតណាមមានទស្សនៈមួយច្បាស់លាស់ថាមានតែការរៀនសូត្រមួយគត់ទើបអាចរំដោះខ្លួនចេញពីភាពក្រីក្របានពួកគេសុខចិត្តធ្វើការបាក់កម្លាំងដើម្បីយកលុយទាំងអស់មកបុកឲ្យកូនរៀនបន្ថែមទាំងរៀនភាសាបរទេសនិងផ្នែកបច្ចេកវិទ្យាបច្ចុប្បន្នយុវជនវៀតណាមមិនមែនចេះត្រឹមតែធ្វើការងាររោងចក្រប្រើកម្លាំងបាយបែប low skill នោះទេប៉ុន្តែពួកគេកំពុងសម្រុកចូលរៀនផ្នែក software engineering computer science AI និង IT coding យ៉ាងគំហុកនេះធ្វើឲ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលនៃទេពកោសល្យបច្ចេកវិទ្យាឬ tech talents ថ្មីនៅអាស៊ីអាគ្នេយ៍ដែលមានកម្លាំងពលកម្មបច្ចេកទេសខ្ពស់តែតម្លៃពលកម្មនៅមានកម្រិតសមរម្យបើធៀបនឹងសិង្ហបុរីឬម៉ាឡេស៊ី4មហិច្ឆតាកសាងហេដ្ឋារចនាសម្ព័ន្ធដែលស្មើនឹង 6% នៃ GDP អ្នកជំនាញសេដ្ឋកិច្ចធ្លាប់និយាយថាបើចង់ឲ្យអ្នកមានបោះលុយចូលស្រុកត្រូវធ្វើផ្លូវឲ្យស្អាតនិងធានាថាភ្លើងអគ្គិសនីមិនដាច់រដ្ឋាភិបាលវៀតណាមយល់ច្បាស់ពីមេរៀនមួយនេះក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលចំណាយលុយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្ពស់បំផុតនៅអាស៊ីពលគឺប្រហែល 6% នៃ GDP របស់ខ្លួនជារៀងរាល់ឆ្នាំនេះជាអ្វីដែលពួកគេបានកសាងមហាកំពង់ផែទឹកជ្រៅ Deep Sea Port វៀតណាមមានខ្សែបន្ទាត់ឆ្នេរសមុទ្រវែងអន្លាយជាង 3,200 គីឡូម៉ែត្រពួកគេបានអភិវឌ្ឍកំពង់ផែយក្សដូចជា Lac Huyen Hai Phong នៅភាគខាងជើងនិងSai Mep Vung Tau នៅភាគខាងត្បូងកំពង់ផែទាំងនេះមានទឹកជ្រៅគ្រប់គ្រាន់ដែលអាចឲ្យកប៉ាល់ដឹកកុងតឺន័រខ្នាតយក្សលំដាប់សកលចូលចតហើយដឹកទំនិញរត់ត្រង់ direct route ទៅកាន់សហរដ្ឋអាមេរិកឬអឺរ៉ុបតែម្ដងដោយមិនបាច់ចូលទៅផ្ទេរទំនិញនៅសិង្ហបុរីឬម៉ាឡេស៊ីដូចមុនឡើយដែលជួយកាត់បន្ថយថ្លៃដឹកជញ្ជូន logistic cost យ៉ាងមហាសាល 2. បណ្ដាញផ្លូវល្បឿនលឿន Expressway គម្រោងផ្លូវល្បឿនលឿនពីជើងទៅត្បូង North South Expressway ត្រូវបានសម្រុកសាងសង់តភ្ជាប់ពីទីក្រុង Hanoi ទៅទីក្រុង Ho Chi Minh និងតំបន់សេដ្ឋកិច្ចសំខាន់ៗដែលធ្វើឲ្យការដឹកជញ្ជូនទំនិញពីរោងចក្រទៅកំពង់ផែចំណាយពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះការរៀបចំទុកជាមុននៅប្រព័ន្ធដឹកជញ្ជូនបែបនេះហើយទើបធ្វើឲ្យលំហូរពាណិជ្ជកម្មរត់ចូលវៀតណាមយ៉ាងរលូនគ្មានការកកស្ទះ 5. មហិច្ឆតាឡើងទៅកាន់ខ្សែសង្វាក់តម្លៃខ្ពស់ចំណុចចុងក្រោយដែលធ្វើឲ្យវៀតណាមប្លែកពីប្រទេសអភិវឌ្ឍតិចតួចផ្សេងទៀតគឺពួកគេមិនព្រមរស់នៅត្រឹមតែមានឈ្មោះជាអ្នកស៊ីឈ្នួលកាត់ដេរនោះឡើយកាលពី10ឆ្នាំមុនទំនិញនាំចេញចម្បងរបស់វៀតណាមគឺស្រូវអង្ករកាហ្វេស្បែកជើងនិងសម្លៀកបំពាក់ប៉ុន្តែសប្តាហ៍ថ្ងៃនេះទំនិញនាំចេញលេខ1របស់វៀតណាមគឺគ្រឿងអេឡិចត្រូនិកនិង smartphone រដ្ឋាភិបាលវៀតណាមមានយុទ្ធសាស្ត្របង្ខំឲ្យមានការផ្ទេរចំណេះដឹងដែលនៅពេលក្រុមហ៊ុនបរទេសចូលមកវៀតណាមតែងតែលើកទឹកចិត្តនិងជំរុញឲ្យក្រុមហ៊ុនទាំងនោះប្រើប្រាស់គ្រឿងបន្លាស់ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុករបស់វៀតណាមហេតុផលនេះធ្វើឲ្យសហគ្រាសវៀតណាមរៀនសូត្របច្ចេកវិទ្យាពីបរទេសបានយ៉ាងលឿនគំរូដ៏លេចធ្លោបំផុតគឺមហាសេដ្ឋីលេខ1របស់វៀតណាមលោក Pham Het Vuong ប្រធានក្រុមហ៊ុន Vingroup គាត់បានបង្កើត VinFast ដែលជារោងចក្រផលិតរថយន្តដ៏ទំនើបមួយដោយប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មនិងមនុស្សយន្តរាប់រយក្បាលទោះបីជា VinFast នៅជួបប្រទះបញ្ហាប្រឈមនិងការខាតបង់លុយកាក់ខ្លះក្នុងដំណាក់កាលដំបូងនៃការប្រកួតប្រជែងសកលក៏ដោយប៉ុន្តែវាគឺជាការបង្ហាញប្រាប់ពិភពលោកថាវៀតណាមមានមហិច្ឆតាចង់ក្លាយជាអ្នកបង្កើត
និងជាម្ចាស់បច្ចេកវិទ្យាមិនមែនគ្រាន់តែជាអ្នកស៊ីឈ្នួលជូតរោងចក្រឲ្យគេរហូតនោះឡើយជាការសន្និដ្ឋានចុងក្រោយអភូតហេតុសេដ្ឋកិច្ចដែលធ្វើឲ្យវៀតណាមរីកចម្រើនលឿនដូចព្រួញក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះវាមិនមែនកើតឡើងដោយសារសំណាងឬជាការចៃដន្យនោះទេវាគឺជាផ្លែផ្កានៃការរៀបចំផែនការយុទ្ធសាស្ត្រយ៉ាងហ្មត់ចត់ចាប់តាំងពីការបើកចំហទ្វារសេដ្ឋកិច្ចដោយមួយការចេះឆ្លៀតចាប់យកឱកាសមាសពីចំនួនភូមិសាស្ត្រនយោបាយពិភពលោកការបុកលុយវិនិយោគលើវិស័យអប់រំដើម្បីកសាងមនុស្សនិងការសម្រុកធ្វើផ្លូវស្ពានកំពង់ផែយ៉ាងពិតប្រាកដទោះជាយ៉ាងណាក៏ដោយផ្លូវទៅមុខរបស់វៀតណាមក៏មិនមែនក្រាលដោយកម្រាលព្រំក្រហមទាំងអស់នោះដែរពួកគេកំពុងតែប្រឈមមុខនឹងបញ្ហាថ្មីៗដូចជាបញ្ហាកង្វះខាតថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់រោងចក្រយក្សនៅរដូវក្តៅបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្ដោះទន្លេមេគង្គដែលជាជង្រុកស្រូវនិងការប្រឈមនឹងអន្ទាក់ចំណូលមធ្យម Middle Income Trap ប្រសិនបើពួកគេមិនអាចបង្កើតបច្ចេកវិទ្យាផ្ទាល់ខ្លួនបានទាន់ពេលវេលាទេនោះ